ឆ្លើយតបសំណួរបងតកតងពីរបៀបនៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់ឡានឲ្យបានត្រឹមត្រូវដំបូងបាទបងទាញអានេះមកកដាលចឹងមកបាទហ្នឹងហើយកន្លែងនេះបាទនេះកន្លែងវល់នេះបងទាញមកខាងស្ដាំណាបាទទាញមកខាងស្ដាំឲ្យអស់បន្ទាប់មកបងចុចបើកម៉ាស៊ីនត្រជាក់បាទយើងចុចកន្លែងពាក្យ climate ណាបាទនេះចុចពាក្យ climate ហ្នឹងមកបន្ទាប់មកបងចុចបើកវាបាទហើយបាទពេលដែលបងចុចបើកវាមកបងនឹងឃើញពាក្យ theme បាទ theme លេខ80អញ្ចឹងលេខហ្នឹងកាលណាលេខហ្នឹងកាន់តែខ្ពស់គឺជាត្រជាក់ហ្នឹងកាន់តែតិចត្រជាក់បាទលេខហ្នឹងកាន់តែខ្ពស់គឺភាពត្រជាក់ហ្នឹងវាកាន់តែថយអញ្ចឹងបើបងចង់ឲ្យឡានបងត្រជាក់ខ្លាំងបងត្រូវតម្លាក់បាទដូច79 78 76អញ្ចឹងមកនេះបាទអញ្ចឹងបើសិនជាអាហ្នឹងនៅត្រឹម75នេះអាហ្នឹងមានត្រជាក់ល្មមហើយបាទហើយសួរថាយើងគួរយកភាពត្រជាក់ប្រមាណហ្នឹងតាមអាកាសធាតុជាក់ស្ដែងបាទបងអាចយកត្រឹម75ហ្នឹងទៅការប្រើប្រាស់ប្រចាំថ្ងៃណាហើយបើសិនជាវាក្តៅយើងត្រូវការត្រជាក់ខ្លាំងជាងហ្នឹងទៀតយើងត្រូវតែតម្លាក់វាបាទសល់ត្រឹម7កុដចឹងទៅលេខហ្នឹងបាទលេខហ្នឹងកាន់តែទាបគឺកាន់តែត្រជាក់ខ្លាំងបាទអាហ្នឹងគឺភាពត្រជាក់ហើយចំណែកកន្លែងនេះបាទកន្លែងខ្យល់មកត្រង់នេះអានេះគឺមានន័យថាខ្យល់ហ្នឹងគឺបាញ់អាឡើងខ្យល់នេះគឺបាញ់មកចំតែមុខយើងទេបាទហើយមានសញ្ញាព្រួយមកត្រង់នឹងចុះក្រោមមានន័យថាវាបាញ់មកចំខ្លួនយើងផងទៅជើងយើងផងបាទហើយកន្លែងនេះគឺបាញ់ទៅតែជើងយើងទេខ្យល់ត្រជាក់បាទបាញ់ទៅតែជើងយើងទេអាបាញ់មកមុខនេះគឺបាញ់មកតិចបំផុតហ្នឹងហើយប៉ុណ្ណឹងហើយតាក់តងកន្លែងនេះបាទឡូលេខ1លេខ2លេខ3បាទដល់អក្សរ M នេះគឺនិយាយអំពីកង់5បាទកង់5អានេះនិយាយអំពីកង់5ខ្យល់បាទខ្យល់កម្រិតនៃខ្យល់បាទនេះអាឡូនេះគឺកម្រិតខ្យល់តិចបាទចេញមកដែរប៉ុន្តែចេញតិចបាទបើយើងយកអាកម្មទី2នេះមានន័យថាកម្រិតខ្យល់ឡើងចេញមកខ្លាំងបាទកម្រិតខ្យល់ឡើងចេញមកខ្លាំងហើយបើយើងយកអក្សរ M នេះអាកដាលនេះបាទមានន័យថាខ្យល់នេះគឺចេញមកល្មមបាទល្មមយ៉ាងខ្លាំងបាទខ្លាំងល្មមអញ្ចឹងបើសិនជាយើងចង់ឲ្យវាខ្លាំងតែម្ដងបាទខ្យល់មេថាឡានយើងត្រូវការខ្យល់វាខ្យល់ត្រជាក់ខ្លាំងបាទយើងត្រូវយកកន្លែងហាយនេះបាទប៉ុន្តែអាហ្នឹងវាលឺសំឡេងខ្យល់ខ្លាំងតិចអានេះវាមិនមែនជាភាពត្រជាក់ណាបងប្អូនបាទអានេះគឺកម្រិតខ្យល់បាទខ្យល់ត្រជាក់ដែលចេញមកហ្នឹងខ្យល់ត្រជាក់ដែលចេញពីនេះកន្លែងដែលយើងកំណត់ធីមនេះបាទ74 75ហ្នឹងចង់ឲ្យវាចេញមកត្រជាក់ខ្លាំងឬតិចគឺយើងនេះកំណត់ខាងក្រោមនេះអានេះជាខ្យល់ត្រជាក់បាទដែលចេញមករៀងល្មមកាលណាតែយើងយកប៉ានេះល្មមជាធម្មតាបើខ្ញុំជិះតែឯងខ្ញុំចូលចិត្តយកពីកម្មហ្នឹងបងប្អូនបាទឡូនេះហើយនឹងកន្លែងកម្មមួយនេះអាហ្នឹងជិះតែឯងណាហើយបើជិះមានគ្នាមានអីពីច្រើនខ្ញុំយកនេះបាទកាលណាយើងជិះមានអ្នកនៅខាងក្រោយបើយើងយកត្រឹមឡូនេះវាខ្យល់ត្រជាក់អត់ដល់ទេបាទខ្យល់ត្រជាក់អត់ដល់ទេអញ្ចឹងវិធីប្រើប្រាស់ម៉ាស៊ីនត្រជាក់គឺមានប៉ុណ្ណឹងបងប្អូនបាទធីមនេះគឺកម្រិតត្រជាក់ហើយអានេះគឺជាកម្រិតខ្យល់បាទត្រជាក់បាទជាកម្រិតខ្យល់ហើយអានេះមួយទៀតបាទកាលណាតែអាកន្លែងសញ្ញាពីនេះបើសិនជាយើងយកអាកន្លែងនេះគឺមានន័យថាខ្យល់យើងបាទយើងប្រើតែប្រាស់តែខ្យល់ក្នុងឡានទេមានខ្យល់ខាងក្រៅចូលមកទេប៉ុន្តែបើយើងចុចយកកន្លែងនេះគឺមានន័យថាយើងប្រើទាញខ្យល់ពីខាងក្រៅចូលមកដែរហើយតែយើងទាញខ្យល់ពីខាងក្រៅចូលមកដែរវាធ្វើឲ្យភាពត្រជាក់នៅក្នុងឡានយើងថយចុះដូចគ្នាបងប្អូនណាបាទអញ្ចឹងបើយើងចង់ឲ្យឡានយើងត្រជាក់ខ្លាំងយើងត្រូវយកកន្លែងនេះបាទនេះខ្យល់រត់នៅខាងក្នុងហ្នឹងហើយបើសិនជាយើងបើកកន្លែងនេះពេលខ្លះយើងជិះខាងក្រោយឡានមានផ្សែងមានអីមានក្លិនស្អុយក្លិនអីក៏វាអាចចូលមកក្នុងឡានយើងដូចគ្នាដែរអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនគួរតែយកកន្លែងនេះបាទហើយកន្លែងនេះមិនមែនថាមិនគួរយកទេណាបាទគឺយើងយកតាមស្ថានភាពបាទស្ថានភាពស្រុកស្រែខ្យល់នឹង fresh អីយើងអាចបើកកន្លែងហ្នឹងទៅបាទហើយកន្លែងនេះតាក់ទងជាមួយនឹងកម្រិតភាពត្រជាក់យើងនៅក្នុងឡានឲ្យវាថេរល្អហើយយើងបិទខ្យល់ពីខាងក្រៅចូលបាទអញ្ចឹងបញ្ជាក់បាទចំណុចសំខាន់មានតែប្រមាណហ្នឹងឯងទី1អាធីមនេះតាក់ទងមួយនឹងភាពត្រជាក់បាទត្រជាក់ខ្លាំងត្រជាក់តិចយកកាន់តែទាបត្រជាក់កាន់តែខ្លាំងយកកាន់តែខ្ពស់គឺកម្រិតត្រជាក់កាន់តែថយបាទហើយអានេះគឺកម្រិតខ្យល់បងប្អូនណាបាទកម្រិតខ្យល់ខ្លាំងតិចខ្យល់ត្រជាក់ដែលយើងបានពីការកំណត់ខាងលើហ្នឹងចង់ឲ្យវាចេញមកខ្លាំងឬចេញមកតិចបាទខាងក្រោមនេះអញ្ចឹងមានប៉ុណ្ណឹងបងប្អូនអរគុណច្រើន